ជំរាបសួរលោកស្រីអ្នកនាងកញ្ញាដែលចូលចិត្តតាមដានសារព័ត៌មានអេឡិចត្រូនិកថ្មីៗ .com ជាទីរាប់អានអរគុណសម្រាប់ការចំណាយពេលបើកស្ដាប់កម្មវិធី Visual Online របស់សារព័ត៌មានថ្មីៗ .com នាងខ្ញុំញឹកស្រីលក្ខជាអ្នករៀបចំកម្មវិធីព័ត៌មានប្រចាំថ្ងៃសុក្រទី26ខែសីហានេះសូមជូនមេត្តាព័ត៌មានសំខាន់ៗដូចតទៅអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថាឯកឧត្តមសំរងស៊ីអាចចុះឈ្មោះបោះឆ្នោតបានមន្ត្រីក្រសួងមហាផ្ទៃថាមិនដែលរកឃើញបរទេសខុសច្បាប់ទទួលអត្តសញ្ញាណប័ណ្ណខ្មែរឡើយយើងផ្ដើមព័ត៌មានអន្តរជាតិម៉ាឡេស៊ីប្រកាសត្រៀមបញ្ជូនយន្តហោះ2គ្រឿងដើម្បីជួយពន្លត់ភ្លើងឆេះនៅឥណ្ឌូនេស៊ីអូបាម៉ាទំនងចេញពីតំណែងមុនសហភាពបោះឆ្នោតផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរជាតិប៉ាស៊ីហ្វិកអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកគួយប៊ុនរឿនអះអាងថាប្រធានគណៈបកសង្គ្រោះជាតិឯកឧត្តមសំរងស៊ីអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាននៅអាណត្តិក្រោយនេះតែលោកមិនបានលើកពីមាត្រានៃច្បាប់បោះឆ្នោតដែលអាចបញ្ជាក់ពីអំណះអំណាងណាមួយបានឡើយថ្លែងនៅក្នុងសន្និសីទកាសែតព្រឹកនេះលោកគួយប៊ុនរឿនគ្រាន់តែបញ្ជាក់ដូចនេះថាបើតាមគោលការណ៍ច្បាប់នោះឯកឧត្តមសំរងស៊ីអាចមានសិទ្ធិពេញលេញក្នុងការចុះឈ្មោះបោះឆ្នោតប៉ុន្តែការចុះឈ្មោះនេះគេអាចមានសិទ្ធិប្តឹងជំទាស់ឯកឧត្តមសំរងស៊ីមិនឲ្យចុះឈ្មោះបានបើសិនជាគេរកឃើញថាការចុះឈ្មោះបោះឆ្នោតរបស់ប្រមុខគណៈបកសង្គ្រោះជាតិរូបនេះមានភាពមិនប្រក្រតីនោះការលើកឡើងរបស់លោកគួយប៊ុនរឿននេះធ្វើឡើងផ្ទុយពីការបកស្រាយរបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកសិចប៊ុនហុកដែលធ្លាប់បញ្ជាក់ថាឯកឧត្តមសំរងស៊ីមិនអាចចុះឈ្មោះបោះឆ្នោតនិងមិនអាចឈរឈ្មោះបោះឆ្នោតបានព្រោះតែប្រធានបកប្រឆាំងរូបនេះមានឈ្មោះជាទណ្ឌិតដែលច្បាប់បោះឆ្នោតមិនអនុញ្ញាតឲ្យមានសិទ្ធិបោះឆ្នោតបានឡើយយើងនឹងនិយាយអំពីរឿងអត្តសញ្ញាណប័ណ្ណវិញម្ដងចាប់តាំងពីក្រសួងមហាផ្ទៃបង្កើតនាយកដ្ឋានអត្តសញ្ញាណកម្មនៅពាក់កណ្ដាលឆ្នាំ2014មកសមត្ថកិច្ចពុំទាន់រកឃើញអាជ្ញាធរមូលដ្ឋានណាម្នាក់ដែលបានផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនជាតិបរទេសខុសច្បាប់នោះទេនេះបើតាមការអះអាងរបស់មន្ត្រីផ្នែកអត្តសញ្ញាណប័ណ្ណនៃក្រសួងមហាផ្ទៃលំអិតព័ត៌មានដោយលោកម៉ៅសុផាលោកខៀងសុគន្ធាប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃបានលើកឡើងថាលោកមិនដែលទទួលបានព័ត៌មានណាមួយជុំវិញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសដែលគ្មានព្រះរាជក្រឹត្យពីអង្គព្រះមហាក្សត្រនោះទេប៉ុន្តែប្រធាននាយកដ្ឋានរូបនេះទទួលស្គាល់ថាលោកពិតជាធ្លាប់ឮការតវ៉ារបស់ប្រជាពលរដ្ឋទៅនឹងអាជ្ញាធរមូលដ្ឋានដែលទទួលសំណូកឬផលប្រយោជន៍អ្វីមួយពីជនបរទេសហើយក៏ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ជនបរទេសទាំងនោះខណៈដែលពួកគេមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់រួមទាំងមិនទាន់ទទួលបានព្រះរាជក្រឹត្យពីព្រះមហាក្សត្រផងដែរយ៉ាងណាក៏ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មកំពុងតែខិតខំស្រាវជ្រាវរកមុខសញ្ញានៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរខុសប្រក្រតីលើសពីនេះទៀតនោះអគ្គនាយកដ្ឋានអន្តរប្រវេសន៍ក៏ខ្នះខ្នែងក្នុងកិច្ចការខាងលើផងដែរដើម្បីដោះស្រាយរួមគ្នាលើបញ្ហាដែលជនបរទេសទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយគ្មានឯកសារគ្រប់គ្រាន់នេះជាការបន្ថែមរបស់លោកខៀងសុគន្ធាដដែលមាត្រា7នៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ1996បានចែងថាជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបានលុះត្រាតែបំពេញលក្ខខណ្ឌមួយចំនួនរួមមាន1មានលិខិតបញ្ជាក់ថាមានគំនិតមារយាទនិងសិលធម៌ល្អដែលចេញដោយមេឃុំឬចៅសង្កាត់2មានលិខិតថ្កោលទោសដែលបញ្ជាក់ថាពុំមានទោសពីបទព្រហ្មទណ្ឌណាមួយ3មានលិខិតបញ្ជាក់ថាជននោះមានទីលំនៅក្នុងប្រទេសកម្ពុជាហើយស្នាក់នៅជាប់ចំនួន7ឆ្នាំដោយគិតពីថ្ងៃដែលទទួលបានស្នាក់នៅដែលចេញឲ្យក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីអន្តរប្រវេសន៍4មានទីលំនៅក្នុងប្រទេសកម្ពុជានៅពេលដែលដាក់ពាក្យសុំសញ្ជាតិូបនីយកម្ម5ចេះនិយាយភាសាខ្មែរចេះអក្សរខ្មែរនិងយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរខ្លះផងដែរ6មានបញ្ញានិងសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ឬនាំឲ្យមានបន្ទុកដល់ជាតិលើសពីនេះមាត្រា16នៃច្បាប់ស្តីពីសញ្ជាតិដដែលបានចែងយ៉ាងច្បាស់ថាសញ្ជាតិូបនីយកម្មដែលផ្ដល់ចំពោះជនណាម្នាក់ត្រូវសម្រេចដោយព្រះរាជក្រឹត្យបែបបទនិងនីតិវិធីនៃការសុំសញ្ជាតិូបនីយកម្ម
ត្រូវកំណត់ដោយអនុក្រឹត្យយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តរប្រវេសន៍ជនអន្តរប្រវេសន៍ចំនួន25សញ្ជាតិដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាមានចំនួនសរុបជាង 16,000 ដោយក្នុងនោះមានជនជាតិវៀតណាម 99.49% ចំនួនអន្តរប្រវេសន៍វៀតណាមជាង 16,000 នាក់ដែលបានរកឃើញនេះគឺជាស្ថិតិនៃការធ្វើជំរឿនជនអន្តរប្រវេសន៍នៅកម្ពុជាទូទាំងរាជធានីខេត្តរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍ក្នុងរយៈពេលជាង1ឆ្នាំកន្លងមកនេះគួរកត់សម្គាល់ថាបញ្ហាខាងលើធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរួមទាំងក្រុមសង្គមស៊ីវិលផងនោះកំពុងតែខ្វល់ខ្វាយយ៉ាងខ្លាំងហើយក៏ធ្លាប់ប្រតិកម្មចំពោះជនបរទេសជាច្រើនជាពិសេសគឺជនជាតិវៀតណាមតែម្ដងដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរយកទៅចុះឈ្មោះបោះឆ្នោតនិងប្រើប្រាស់ក្នុងប្រទេសកម្ពុជាខណៈដែលពួកគេពុំទាន់ក្លាយជាពលរដ្ឋកម្ពុជាតាមរយៈសញ្ជាតិបនីយកម្មនោះពីខ្ញុំម៉ៅសុផាសារព័ត៌មានថ្មី.com លោកស្រីអ្នកនាងកញ្ញាពេលនេះលោកអ្នកកំពុងស្ដាប់កម្មវិធី Visual នៃសារព័ត៌មានថ្មី.com លោកអ្នកនាងអ្នកស្ដាប់យើងនឹងបន្តព័ត៌មានជាតិជាបន្តអំពីអគ្គស្នងការនគរបាលជាតិលោកណេតសាវឿនបានជំរុញកម្លាំងនគរបាលមានសមត្ថកិច្ចបន្តកំណត់មុខសញ្ញាបទល្មើសគ្រឿងញៀនឲ្យច្បាស់ដើម្បីបង្ក្រាបលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសលោករឿនភិរុនលំអិតព័ត៌មាននេះអគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកណេតសាវឿនបានបញ្ញាយ៉ាងម៉ឺងម៉ាត់លុបបំបាត់បទល្មើសគ្រឿងញៀនដែលបន្តកើនឡើងពីទីក្រុងដល់ជនបទនៅកម្ពុជាអគ្គស្នងការនគរបាលជាតិប្រកាសចេញវិធានការប្រឆាំងការប្រើប្រាស់និងការជួញដូរគ្រឿងញៀនស្របពេលសកម្មភាពជួញដូរគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀននៅភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចកំណត់ថាជាទីតាំងប្រព្រឹត្តល្មើសយ៉ាងសកម្មនៅរាជធានីភ្នំពេញលោកណេតសាវឿនបានឆ្លៀតយកឱកាសបើកកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល9ខែឆ្នាំ2016នេះនៅអគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវកម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ឲ្យបោសសម្អាតទីតាំងទាំងនោះឲ្យមានប្រសិទ្ធភាពលោកបានបញ្ជាក់យ៉ាងដូចនេះថាពុំអនុញ្ញាតឲ្យអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនធ្វើអបគមគ្រឿងញៀននៅតំបន់នេះទេពិសេសនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្ដងបើទោះបីជាបទល្មើសគ្រឿងញៀនបន្តកើនឡើងយ៉ាងណាក៏ដោយក៏លោកណេតសាវឿននៅតែបន្តសរសើរកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មកន្លងទៅជាមួយគ្នាដែរលោកខៀវសមននាយកមន្ត្រីប្រឆាំងគ្រឿងញៀនលើកឡើងថាកម្ពុជានៅតែទទួលរងគ្រោះថ្នាក់ពីបទល្មើសជួញដូរគ្រឿងញៀនពីព្រោះកម្ពុជាជាប្រទេសចរាចរណ៍ឆ្លងកាត់បទល្មើសទាំងតាមផ្លូវគោកផ្លូវទឹកនិងទាំងផ្លូវអាកាសលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ពីលទ្ធផលការងារប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀនរយៈពេល9ខែនៅឆ្នាំ2016នេះបានចំនួនជាង 2,000 ករណីក្នុងនោះឃាត់ខ្លួនបានមនុស្សជាង 5,000 នាក់រួមមានខ្មែរជាង 4,000 នាក់និងជនបរទេស11សញ្ជាតិជាង 90 នាក់បើតាមលោកខៀវសមនសមត្ថកិច្ចបានរឹបអូសគ្រឿងញៀនគ្រប់ប្រភេទទម្ងន់ជាង60គីឡូក្រាមក្នុងនោះរួមមានមេតង់ហ្វេតាមីនម្សៅក្រាមនិងហេរ៉ូអ៊ីនជាដើមពីខ្ញុំរឿនភិរុនសារព័ត៌មានថ្មី.com យើងបញ្ចប់ព័ត៌មានជាតិនៅថ្ងៃនេះអំពីរឿងកីឡាប្រតិភូកីឡារួមទាំងកីឡាករកីឡាការិនីកម្ពុជាទោះបីជាមិនអាចពំនាំនៅមេដាយពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡ িম্প ិកនៅរីអូប្រទេសប្រេស៊ីលក៏ដោយប៉ុន្តែប្រតិភូកីឡាកម្ពុជាទាំងនោះទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំកីឡាកម្ពុជាក៏ដូចជាក្រុមយុវជនយុវនារីយ៉ាងច្រើនកកកនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីម្សិលមិញលំអិតព័ត៌មានដោយលោកសឿនវ៉ាន់ដេតប្រតិភូកីឡាអូឡ িম্প ិកកម្ពុជាដែលមិនអាចពំនាំមេដាយពីព្រឹត្តិការណ៍កីឡាអូឡ িম্প ិកនៅរីយ៉ូប្រទេសប្រេស៊ីលបានមកដល់មាតុប្រទេសកម្ពុជាវិញហើយកាលពីម្សិលមិញការមកដល់មាតុភូមិរបស់ប្រតិភូកីឡាកម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកហងជុនរុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡារួមជាមួយលោកថងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជានិងឪពុកម្ដាយកីឡាករកីឡាការិនីព្រមទាំងក្រុមយុវជនជាច្រើនរូបទៀតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងប្រធាន NOCC ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំកីឡាជាច្រើនរូបបានរងចាំនៅអាកាសយានដ្ឋានអន្តរជាតិតាំងពីម៉ោង 6 ល្ងាចដើម្បីចាំស្វាគមន៍ដំណើរវិលត្រឡប់មកកាន់មាតុប្រទេសរបស់ប្រតិភូកីឡាកម្ពុជាតាមជើងហោះហើរ Bangkok Air នាវេលាម៉ោង 7:20 នាទីទោះបីជាកីឡាករកីឡាការិនីមិនអាចឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាអូឡ িম্প ិក
ប៉ុន្តែលោកថងខុនបានកោតសរសើរដល់អត្តពលិកកម្ពុជាជាពិសេសលោកបានផ្ដោតសំខាន់ទៅលើកីឡាករនីស៊ុនស៊ីមីដែលបានកែប្រែប្រវត្តិសាស្ត្រចាស់ជាង60ឆ្នាំរបស់កម្ពុជាលោកបានបញ្ជាក់ថាយើងសរសើរក្មួយស្រីស៊ីវមីលើកទី1ហើយដែលចូលរួមកីឡាអូឡ িম্প ិកហើយវាជាលើកទី1ដែលស្រុកខ្មែរយើងក្រោយ62ឆ្នាំតាំងពីឆ្នាំ1954មកដែលយើងមានអត្តពលិកជាផ្លូវការចូលរួមប្រកួតពេញសិទ្ធិក្នុងព្រឹត្តិការណ៍កីឡាអូឡ িম্প ិកប្រធាន NOCC រូបនេះបានកត់សម្គាល់ថាកម្រមានប្រទេសណាចូលរួមលើកដំបូងដណ្ដើមបានមេដាយពីព្រឹត្តិការណ៍កីឡាអូឡ িম্প ិកណាស់ហើយសម្រាប់ការចូលរួមលើកនេះទោះបីមិនទទួលបានមេដាយប៉ុន្តែកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ25ក្នុងចំណោម207ប្រទេសដែលមានសម្លៀកបំពាក់ហែល្អជាងគេលើសពីនេះកម្ពុជាទទួលបានកិត្តិយសល្អដោយកីឡាករកីឡាការិនីប្រកួតដោយមិនមានការបោះបង់និងមិនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសជាតិគូបញ្ជាក់ថាសម្រាប់ការប្រកួតកីឡាអូឡ িম্প ិកនៅរីយ៉ូកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចូលរួមចំនួន6នាក់ក្នុងនោះតៃក្វាន់ដូម្នាក់ចំបាប់ម្នាក់ហែលទឹក2នាក់និងម៉ារ៉ាតុង2នាក់ប៉ុន្តែកម្ពុជាមិនទទួលបានមេដាយនោះឡើយក្នុងនោះកីឡាករពូសុវិជាទទួលបានចំណាត់ថ្នាក់លេខ57ក្នុងចំណោម59នាក់លើវិញ្ញាសាហែលសេរីចម្ងាយ150ម៉ែត្រដោយប្រើថេរវេលា54នាទីនិង55វិនាទីចំណែកកីឡាការិនី Hamilton Whitney បានត្រឹមបំបីកំណត់ត្រាផ្ទាល់ខ្លួនដោយទទួលបានចំណាត់ថ្នាក់លេខ66ក្នុងចំណោមអត្តពលិក92នាក់លើវិញ្ញាសាហែលសេរីចម្ងាយ50ម៉ែត្រដោយប្រើថេរវេលា29នាទីនិង37វិនាទីខណៈអូឡ িম্প ិកនៅក្នុងទីក្រុងឡុងប្រើថេរវេលា30នាទីនិង44វិនាទីរីឯកីឡាការិនីចំបាប់ជោសិទ្ធរាបានចាញ់កីឡាការិនីកូឡុំប៊ី10-0ក្នុងវគ្គ 1/8 ក្នុងប្រភេទទម្ងន់48គីឡូក្រាមខណៈកីឡាការិនីស៊ុនស៊ីមីបានចាញ់កីឡាការិនីហូឡង់1-7ក្នុងវគ្គ 1/8 លើប្រភេទទម្ងន់លើស67គីឡូក្រាមដោយឡែកកីឡាការិនីខ្មែរបារាំងលីណារីទទួលបានចំណាត់ថ្នាក់លេខ133ក្នុងចំណោមអត្តពលិក157នាក់លើវិញ្ញាសាម៉ារ៉ាតុនដោយប្រើថេរវេលា3ម៉ោង20នាទីនិង20វិនាទីចំណែកតាគីហ្សាគីកូនីអាគីហៅនីកូទទួលបានចំណាត់ថ្នាក់លេខ139ក្នុងចំណោម155នាក់លើវិញ្ញាសាម៉ារ៉ាតុនដោយប្រើថេរវេលា2ម៉ោង45នាទីនិង55វិនាទីគូបញ្ជាក់ថាអត្តពលិកកម្ពុជាទាំង2នាក់នេះសុទ្ធតែបានមកដល់គោលដៅទាំងអស់គ្នាពីខ្ញុំសឿនវណ្ណេតសារព័ត៌មានថ្មីៗ .com យើងផ្ដើមព័ត៌មានអន្តរជាតិដែលតាក់ទងទៅនឹងភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបើទោះបីជាមានច្បាប់និងការរិះគន់ខ្លាំងប៉ុណ្ណាក៏ដោយបញ្ហាភ្លើងឆេះព្រៃដែលបង្កឲ្យមានអាប់ពាសពេញលំហអាកាសរបស់ឥណ្ឌូនេស៊ីនៅតែបន្តកើតមានជាពិសេសនោះនៅអំឡុងចុងឆ្នាំខណៈរដូវកាលមហន្តរាយកើតចេញពីការបង្កដោយមនុស្សដែលមិនអាចហាមឃាត់បាននោះកាន់តែខិតជិតមកដល់ម៉ាឡេស៊ីបានប្រកាសនឹងជួយឥណ្ឌូនេស៊ីដែលជាអ្នកជិតខាងក៏ដូចជាមិត្តអាស៊ានដើម្បីជួយដោះស្រាយនិងទប់ស្កាត់បញ្ហានេះលោកមុំពីទូលំអិតព័ត៌មាននេះរដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកសាហ៊ីដានកាស៊ីមនៅថ្ងៃទី26ខែសីហានេះបានអះអាងថាយន្តហោះសង្គ្រោះប្រភេទ CL415 ដែលអាចផ្ទុកទឹកបានរហូតដល់ 6,000 លីត្របានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីសហការនឹងជួយឥណ្ឌូនេស៊ីនៅពេលមានសំណើផ្លូវការពីក្រុងហ្សាកាតាការលើកឡើងបែបនេះធ្វើឡើងខណៈពេលដែលការឡើងកម្ដៅបាននឹងកំពុងតែចាប់ផ្ដើមនៅភាគខាងត្បូងខេត្តស៊ូម៉ាត្រានិងកាលីម៉ាន់តាន់នៃប្រទេសឥណ្ឌូនេស៊ីលោករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថាយើងបានត្រៀមរួចរាល់ជាស្រេចអស់ហើយដើម្បីជួយឥណ្ឌូនេស៊ីប៉ុន្តែមិនទាន់មានសំណើផ្លូវការនៅឡើយនោះទេនេះបើយោងតាមសារព័ត៌មាន Channel New Asia ដែលបានបន្ថែមដែរថាលោករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវតែជួយប្រទេសជិតខាងរបស់ខ្លួនសូមជម្រាបផងដែរថាភ្លើងឆេះព្រៃនឹងអាប់មិនមែនទើបតែកាត់ឡើងនោះទេពលគឺបញ្ហានេះបានចាប់ផ្ដើមតាំងពីឆ្នាំ1997មកម្លេះបញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពប្រជាជនប៉ុណ្ណោះទេតែវាថែមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ានមួយចំនួនត្បិតក្រុមហ៊ុនសាលារៀននិងកិច្ចការពាណិជ្ជកម្មផ្សេងៗមិនអាចដំណើរការបានដោយសារមានកម្រិតអាប់ក្រាស់ពេកកាលពីចុងឆ្នាំ2015កន្លងទៅមានភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅឥណ្ឌាដែលហេតុផលមួយចំនួនត្រូវបានរកឃើញថាបណ្ដាលមកពីការដុតព្រៃនិងធ្វើអាជីវកម្មខុសច្បាប់ភ្លើងឆេះព្រៃនោះបានអូសបន្លាយឲ្យរយៈពេលជាង1ខែដែលបានធ្វើឲ្យអាប់នៃការឆេះនោះអណ្ដែតពាសពេញលំហនៅក្នុងប្រទេសឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងសិង្ហបុរីអ្វីដែលគួរឲ្យកត់សម្គាល់
ការដុតព្រៃដែលបង្កឲ្យមានអភិជាច្រើនផ្ដើមចេញពីខេត្តពីរដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីបានធ្វើសម្បទានទៅឲ្យក្រុមហ៊ុនរួមមានខេត្តស៊ូម៉ាត្រានិងកាលីម៉ាន់តាន់កន្លងមករដ្ឋាភិបាលឥណ្ឌូនេស៊ីបានពិន័យក្រុមហ៊ុនទាំងនោះតែប្រឈមនឹងបញ្ហាមួយចំនួនត្បិតអ្នកបង្កហេតុការណ៍ជាខ្សែស្រឡាយរដ្ឋាភិបាលដែលបានចាក់ឫសជាយូរនិងមួយចំនួនគឺជាពាណិជ្ជករបរទេសដូចជាសិង្ហបុរីនិងម៉ាឡេស៊ីនៅឆ្នាំ2014សភាឥណ្ឌូនេស៊ីក៏បានផ្ដល់សេចក្ដីបានទៅលើកិច្ចព្រមព្រៀងស្ដីពីការបំពុលអាប់ដែលឆ្លងដែនរបស់អាស៊ានដើម្បីជាការទទួលខុសត្រូវផងដែរតែកិច្ចព្រមព្រៀងដែលបានចូលជាធរមាន2ឆ្នាំហើយនោះហាក់ដូចជាមិនមានប្រសិទ្ធភាពអ្វីសោះនោះឡើយកន្លងមកស្ទើរតែគ្រប់អាណត្តិនៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបានសុំការអភ័យទោសទៅកាន់រដ្ឋាភិបាលសិង្ហបុរីនិងម៉ាឡេស៊ីចំពោះបញ្ហាអាប់នេះពីខ្ញុំមុំពីទូសារព័ត៌មានថ្មីៗ .com សមាជិកព្រឹទ្ធសភាអាមេរិកបានអះអាងថាការបោះឆ្នោតផ្ដល់សច្ចាប័នកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនឹងមិនធ្វើឡើយនៅឆ្នាំនេះកិច្ចព្រមព្រៀងដែលលោកបារ៉ាក់អូបាម៉ាបានចុះហត្ថលេខានោះមិនអាចទទួលការផ្ដល់សច្ចាប័នពីសភាមុនលោកចេញពីតំណែងឡើយដូច្នេះហើយវាអាចនឹងត្រូវប្រធានាធិបតីថ្មីពិចារណាផ្លាស់ប្ដូរបន្ថែមទៀតលំអិតព័ត៌មានដោយលោកសៅផលនិស័យនៅសល់ប្រហែល5ខែទៀតប៉ុណ្ណោះមុនពេលដែលលោកបារ៉ាក់អូបាម៉ាចាកចេញពីតំណែងប៉ុន្តែកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តង់ដារមាសភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលលោកបានចុះហត្ថលេខាកន្លងមកនោះនៅតែមិនទាន់ទទួលបានការផ្ដល់សេចក្ដីបានពីសំណាក់សភាអាមេរិកនៅឡើយកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកត្រូវបានសម្រេចនឹងចុះហត្ថលេខានៅខែតុលាឆ្នាំមុនដោយប្រទេសជាសមាជិកចំនួន12ក្នុងនោះមានអូស្ត្រាលីកាណាដាវៀតណាមប្រ៊ុយណេម៉ាឡេស៊ីសិង្ហបុរីនូវែលសេឡង់ជប៉ុនប៉េរូមិចស៊ិកអាមេរិកនិងស៊ីលីផងរហូតមកដល់ថ្ងៃប្រហ័សនេះទៀតមេដឹកនាំសមាជិកព្រឹទ្ធសភាភាគច្រើនលោក Mitch McConnell បានអះអាងថាព្រឹទ្ធសភានឹងមិនបោះឆ្នោតសម្រាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទេនៅក្នុងឆ្នាំនេះដូច្នេះវាមានន័យថាលោក Barack Obama នឹងចាកចេញពីតំណែងមុនពេលដែលកិច្ចព្រមព្រៀងដែលលោកចុះហត្ថលេខានោះត្រូវសហភាពសម្រេចថាត្រូវទទួលយកឬអត់ហើយអំណាចផ្លាស់ប្ដូរនឹងអាចទាត់ចោលកិច្ចព្រមព្រៀងនេះផងនឹងត្រូវផ្ទេរទៅឲ្យប្រធានាធិបតីអាមេរិកថ្មីយោងតាមទីភ្នាក់ងារព័ត៌មាន Reuters លោក McConnell ដែលជាសមាជិកព្រឹទ្ធសភាបកសាធារណរដ្ឋនៅរដ្ឋ Kentucky ជាមេដឹកនាំក្រុមភាគច្រើនដែលអាចគ្រប់គ្រងនីតិវិធីនិងរបៀបវារៈនៃការបោះឆ្នោតបានកាលពីមុនលោកធ្លាប់អះអាងស្តីងគ្នាដែរថាឱកាសនៃការបោះឆ្នោតសម្រាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះមុននឹងបញ្ចប់អាណត្តិប្រធានាធិបតីមានតិចតួចបំផុតកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលមានចំណុចខ្វះខាតច្រើននោះនឹងមិនទទួលបានការបោះឆ្នោតសម្រេចនៅក្នុងឆ្នាំនេះទេតែវានឹងត្រូវផ្លាស់ប្ដូរនិងកែសម្រួលនៅក្នុងអាណត្តិប្រធានាធិបតីថ្មីដូច្នេះខ្ញុំសង្ឃឹមថាអាមេរិកនឹងនៅតែស្ថិតក្នុងទំនាក់ទំនងពាណិជ្ជកម្មធុរកិច្ចនេះដដែលនេះជាការលើកឡើងរបស់លោក McConnellរដ្ឋបាលលោក Barack Obama ធ្លាប់សង្ឃឹមផងដែរថាការបោះឆ្នោតនេះអាចនឹងរៀបចំឡើងក្រោយការបោះឆ្នោតប្រធានាធិបតីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2016ខាងមុខពោលគឺមុនដែលលោកចាកចេញពីតំណែងប៉ុន្តែចុងក្រោយអ្វីគ្រប់យ៉ាងខុសពីការរំពឹងទុកទាំងអស់រយៈពេលចុងក្រោយមកនេះរដ្ឋបាលលោក Barack Obama ហាក់ប្រឹងប្រែងយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយនិងជំរុញឲ្យមានការគាំទ្រផ្នែកនយោបាយចំពោះកិច្ចព្រមព្រៀងមួយនេះកម្មវិធីផ្សព្វផ្សាយជាច្រើនត្រូវបានរៀបចំឡើងដោយសមាជិកគណៈរដ្ឋមន្ត្រីអាមេរិកនៅទូទាំងសហរដ្ឋអាមេរិកទាំងមូលផងក្រៅពីមានការប្រឆាំងពីសំណាក់សមាជិកព្រឹទ្ធសភាបកសាធារណរដ្ឋកាលពីដើមខែសីហាកន្លងមកនេះប្រធានរដ្ឋសភាអាមេរិកលោក Paul Ryan ក៏បានលើកឡើងស្តីងគ្នាដែរថាវាគ្មានហេតុផលណាមួយដែលសភាអាមេរិកត្រូវលើកយកកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនេះមកបោះឆ្នោតសម្រេចនៅក្នុងអាណត្តិចាស់ឡើយតាមពិតទៅបញ្ហាវាមានច្រើនសម្រាប់ការឈានទៅផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានសមាជិកជារដ្ឋអាស៊ីប៉ាស៊ីហ្វិកចំនួន12នេះបេក្ខជនប្រធានាធិបតីបកសាធារណរដ្ឋលោក Donald Trump ធ្លាប់ប្រកាសជាច្រើនដងហើយថាលោកប្រឆាំងកិច្ចព្រមព្រៀងនេះហើយលោកក៏គម្រាមលុបចោលកិច្ចព្រមព្រៀងនេះនៅពេលដែលលោកជាប់ឆ្នោតថែមទៀតចំណែកអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Hillary Clinton និងជាបេក្ខជនប្រធានាធិបតីបកប្រជាធិបតេយ្យផងនោះក៏មិនមាននិន្នាការគ្រប់គ្រងកិច្ចព្រមព្រៀងនេះដែរថ្មីបើលោកស្រីធ្លាប់គ្រប់គ្រងការបង្កើតកិច្ចព្រមព្រៀងនេះកាលពីមុនក៏ដោយចុះបើតាមលោកស្រីកិច្ចព្រមព្រៀងនេះមានការខ្វះចន្លោះច្រើនដែលចាំបាច់ត្រូវមានការកែតម្រូវនិងមានការផ្លាស់ប្ដូរវាមានន័យថាទោះអ្នកណាជាប់ឆ្នោតក៏ដោយកិច្ចព្រមព្រៀងនឹងប្រឈមការកែតម្រូវនៅក្នុងអាណត្តិក្រោយពីខ្ញុំសៅផននិស័យសារព័ត៌មានថ្មី .com លោកស្រីអ្នកនាងកញ្ញាលោកអ្នកកំពុងស្ដាប់កម្មវិធី Visual នៃសារព័ត៌មានថ្មី .com បទសម្ភារ
ការចេញពីត្រកូលកសិករនៅក្នុងខេត្តតាកែវលោកសឹងរ៉េតឆ្លងកាត់ការតស៊ូរៀនសូត្រយ៉ាងលំបាកមុននឹងក្លាយទៅជាសាស្ត្រាចារ្យ Fulbright បង្រៀនផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកក្នុងកម្មវិធី Fulbright Scholar in Residence សម្រាប់2ឆមាសក្នុងឆ្នាំសិក្សា 2016-2017 លោកសឹងរ៉េតគឺជាសាស្ត្រាចារ្យខ្មែរទី1ដែលទទួលបានឋានៈជា Fulbright Scholar នៅសាកលវិទ្យាល័យអាមេរិក Middlesex Community College នៅរដ្ឋ Massachusetts នៃសហរដ្ឋអាមេរិកសូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងលោកគីសុកលឹមនិងលោកសឹងរ៉េតដូចតទៅ សូមជំរាបសួរលោកសាស្ត្រាចារ្យសឹងរ៉េតបាទ បាទសូមជំរាបសួរបង បាទលោកសាស្ត្រាចារ្យខ្ញុំទទួលបានដំណឹងថាលោកសាស្ត្រាចារ្យនឹងចាក់ចេញទៅសហរដ្ឋអាមេរិកព្រោះលោកសាស្ត្រាចារ្យទទួលបានការគេហៅថាជ្រើសរើសពីសាកលវិទ្យាល័យអាមេរិកមួយដើម្បីទៅបង្រៀនផ្នែកសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកហើយអ្វីដែលអស្ចារ្យនោះគឺថាលោកសាស្ត្រាចារ្យជាកូនអ្នកក្រីក្រធម្មតាដែរហើយរៀនកន្លងមកនោះទទួលបានអាហារូបករណ៍ច្រើនទៅរៀននៅ Basic នៅខាងអឺរ៉ុបឥឡូវនេះមិនមែនត្រូវទៅរៀនទៀតទេបានន័យថាលោកសាស្ត្រាចារ្យនឹងទៅបង្រៀនយើងហៅថាទៅបង្រៀនកូនអាមេរិកតែម្ដងហើយខ្ញុំចង់ជំរាបសួរថាដើមតងយ៉ាងម៉េចបានលោកសាស្ត្រាចារ្យត្រូវបានគេជ្រើសរើសឲ្យទៅធ្វើសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិកខ្ញុំមុនដំបូងខ្ញុំជាសាស្ត្រាចារ្យគេហៅសាស្ត្រាចារ្យខាងក្រៅម៉ោងទេនៅសាលា American University of Phnom Penh ដែលយើងហៅថា AUPP ហើយក៏បានជួបសាស្ត្រាចារ្យជា Fulbright Specialist ម្នាក់ដែលគាត់បានអញ្ជើញមកពីសហរដ្ឋអាមេរិកហើយគាត់ក៏មានការចាប់អារម្មណ៍ជាមួយខ្ញុំហើយគាត់ក៏សួរថាតើខ្ញុំចាប់អារម្មណ៍រឿងជាសាស្ត្រាចារ្យ Fulbright ដែរទេទៅប្រហាត់នៅសហរដ្ឋអាមេរិកខ្ញុំគិតថាអូល្អណាស់ព្រោះ Fulbright ជាហារូបករណ៍មួយដ៏ខ្ពស់បំផុតហើយនៅក្នុងពិភពលោកបាទអញ្ចឹងយើងទាំងពីរនាក់ក៏យើងក៏បានដាក់ application រួមគ្នាជាមួយសាកលវិទ្យាល័យនៅអាមេរិកនោះហើយជាមួយនឹងខ្ញុំហើយដាក់ទៅប្រហែលខែក្រោយទៀតគឺគេបានផ្ដល់ព័ត៌មានថា application យើងត្រូវបានទទួលយក accepted បាទអញ្ចឹងនៅការវាយតម្លៃតទៀតនៅក្នុង process នៃដំណើរការគេហ្នឹងគឺគេបានវាយតម្លៃរហូតដល់ចុងបញ្ចប់គេសម្រេចចិត្តថាឲ្យ funding មកដល់យើងដើម្បីឲ្យយើងមានឱកាសទៅប្រហាត់កូនសិស្សនៅសហរដ្ឋអាមេរិកតាមរយៈ Fulbright ដែលយើងគេហៅថា Fulbright Scholar in Residence ឈ្មោះរបស់ program ហ្នឹងបងជាសាលាវិញឈ្មោះអ្វីដែរលោកសាស្ត្រាចារ្យបាទជាសាលានោះគេហៅសាលា Middlesex Community College ដែលជាសាលាមួយនៅរដ្ឋ Massachusetts ហើយបានបណ្ដុះបណ្ដាលកូនអាមេរិកកាំងក៏មានខ្មែរយើងនៅក្នុងច្រើនដែរគាត់បានប្រាប់ខ្ញុំថាជាឱកាសល្អណាស់នៅពេលដែលខ្ញុំបានទៅសហរដ្ឋអាមេរិកនេះគឺយើងជាខ្មែរយើងទៅ share ចំណេះដឹងជាមួយកូនខ្មែរយើងខ្លះផងបើតាមមើលលោកសាស្ត្រាចារ្យគិតមើលគឺជាសាលាដែលល្បីធំនៅអាមេរិកឬមួយក៏ជាសាលាធម្មតាទេសាលាហ្នឹងបើនិយាយទៅអា Community College ហ្នឹងគឺជាសាលាមួយដ៏ល្អតាមសាស្ត្រាចារ្យគាត់ប្រាប់ខ្ញុំគាត់ថាសាលានេះកូនសិស្សចេញមកអាចទៅរៀនដល់ Harvard ដល់ MIT និងសាលាធំដទៃទៀតហើយបើ program វិញនិយាយទៅគឺមានតាក់ទងជាមួយនឹងគេហៅថា associate degree គឺទៅរៀននឹងកូនសិស្សចូលមកកូនសិស្សខ្លះគឺគាត់ចង់ខ្លាំង foundation គាត់ខ្លាំងគាត់ចូលតាម community college ហ្នឹងដើម្បី build foundation របស់គាត់ទៅឈានទៅរកសាកលវិទ្យាល័យធំនៅសហរដ្ឋអាមេរិកនៅរដ្ឋហ្នឹងតែម្ដងលោកសាស្ត្រាចារ្យមានប្រសាសន៍មុននឹងបន្តិចបានន័យថាមានកូនសិស្សខ្មែរដែរមិនមែនមានតែកូនសិស្សអាមេរិកកាំងទេប៉ុន្តែអាចថាមិនមែនតែខ្មែរទេគឺជាសាលាមួយរបៀបជាអន្តរជាតិមានន័យថានិស្សិតហ្នឹងអាចនិស្សិតអន្តរជាតិឬមួយក៏មានតែខ្មែរហើយនឹងកូនសិស្សឬមួយក៏និស្សិតអាមេរិកកាំងបាទបងអរគុណបងចំពោះសំណួរនេះនិយាយទៅខ្ញុំបាននិយាយអត់បានច្បាស់បន្តិចតាមគិតសាលាហ្នឹងគឺមានកូនសិស្សអន្តរជាតិតែម្ដងគ្រាន់ថាកូនខ្មែរយើងខ្លះនៅទីនេះគាត់កើតនៅទីនោះតែម្ដងហើយគាត់ជាជនជាតិអាមេរិកតែម្ដងបើគាត់ថាមានសាច់ឈាមគាត់ជាខ្មែរហើយកូនសិស្សខ្លះគឺមកពីប្រទេសដទៃទៀតហើយជាមួយនឹងកូនសិស្សអាមេរិកកាំងអញ្ចឹងវាជាល្អមែនទែនមានថាមានកូនសិស្សច្រើនជាតិសាសន៍នៅក្នុងសាលានោះតែម្ដងប៉ុន្តែលោកសាស្ត្រាចារ្យមានដឹងថាមូលហេតុអីបានជាសាលានឹងសម្រេចជ្រើសរើសយកលោកហើយមិនយកអ្នកផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាឬមួយក៏មិនយកអ្នកផ្សេងទៀតនៅក្នុងតំបន់អាស៊ីអញ្ចឹងលោកមានបានដឹងទេថា criteria អ្វីបានន័យថាគុណសម្បត្តិអ្វីដែលលោកត្រូវបានគេជ្រើសរើសការជ្រើសរើសរបស់គេជាទូទៅនៅក្នុងប្រទេសដែលមានការអប់រំដ៏ខ្ពស់អញ្ចឹងគឺគេឲ្យតម្លៃខ្ពស់ទៅលើការសិក្សាស្រាវជ្រាវនិងការបោះពុម្ពបាទអញ្ចឹងដោយសារខ្ញុំមានការបោះពុម្ពធំមួយចំនួនហើយខ្ញុំក៏ជាអ្នកវាយតម្លៃអត្ថបទបោះពុម្ពនៅក្នុងទិនានុវត្តអន្តរជាតិមួយចំនួនធំដែរអញ្ចឹងខ្ញុំបានធ្វើការបោះពុម្ពដោយជោគជ័យហើយតាមរយៈ record ហ្នឹងគឺគេបានចាប់អារម្មណ៍ជាមួយយើងព្រោះគេបំរុង
តាក់ទងនរណាម្នាក់គឺជាទូទៅគឺគេបានពិនិត្យវិจัយខ្លាំងណាស់នៅក្នុង database ជាអន្តរជាតិថាតើនរណាខ្លះមានបោះពុម្ពស្អីខ្លះក្នុងជំនាញរបស់ខ្លួនហ្នឹងហើយអញ្ចឹងខ្ញុំប្រហែលជាគេបានចាប់អារម្មណ៍ទៅលើបណ្ដាញនឹងដែរទៅគេបានមកតាក់ទងជាមួយខ្ញុំដើម្បីឲ្យខ្ញុំចូលទៅក្នុង program ទៅប្រហាត់ដល់សារលោកអាចប្រាប់ខ្ញុំបានទេអត្ថបទដែលលោកបានបោះពុម្ពហើយនៅក្នុង journal អន្តរជាតិហ្នឹងមានអត្ថបទអ្វីខ្លះអាចរំលឹកបន្តិចបានទេបាទអត្ថបទដែលខ្ញុំបានបោះពុម្ពហើយគឺខ្ញុំបានកាលនោះខ្ញុំទៅសេនៅខាងបទថ្នាក់បណ្ឌិតជាប់គឺខ្ញុំបាន revise chapter មួយបោះពុម្ពតាក់ទងជាមួយកម្ពុជាយើងគឺខ្ញុំបោះពុម្ពទៅលើកត្តាជះឥទ្ធិពលទៅលើ investment ចូលកម្ពុជាដែលយើងហៅ determinant of foreign direct investment in Cambodia បាទខ្ញុំបោះពុម្ពនៅ international នៅក្នុង international journal មួយឈ្មោះថា Journal ASEAN Economics ហើយបន្ទាប់មកគឺខ្ញុំបានធ្វើការជាមួយសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University Antwerp ដែលខ្ញុំរៀននោះសូមបញ្ជាក់ដែរថាខ្ញុំបានធ្វើការស្រាវជ្រាវនៅជាមួយគាត់ហ្នឹងដោយសារពេលខ្ញុំការពារនិកាយបទថ្នាក់បណ្ឌិតជាប់មកគឺគេវា announce ភ្លាមតែម្ដងគេថាខ្ញុំ announce នៅខ្ញុំ post doctoral fellowship មួយទៀតដែលធ្វើការរយៈពេល2ឆ្នាំអញ្ចឹងជាឱកាសមួយដែលខ្ញុំធ្វើការសិក្សាស្រាវជ្រាវជាមួយសាការីខ្ញុំនៅទីនោះដែលឈានដល់ការបោះពុម្ពធំអញ្ចឹងមួយទៀតគឺនៅ journal មួយគេហៅ Journal of International Journal of Manpower បាទហ្នឹងគឺបោះពុម្ពតាក់ទងជាមួយនឹង globalization effect ជះទៅលើ labor market នៅ Belgium បាទដែលខ្ញុំបានបោះហើយមួយទៀតដែរគឺជាក់ជងជាមួយ GSP General System of Preferences ដែលឲ្យដោយប្រតាគមអឺរ៉ុបមកឲ្យប្រទេសក្រីក្រហើយកម្ពុជាយើងក៏ជាអ្នកទទួលបានផលពីនឹងដែរអញ្ចឹងឈានទៅដល់ការបោះពុម្ពមួយទៀតនៅក្នុង International ក្នុង Journal of International Trade Law and Policy បាទលោកមានប្រសាសន៍ថាលោកទៅរៀននៅប្រទេសបែលហ្សិកមិនថាអញ្ចឹងលោកបាទមានន័យថាលោកទទួលបានដុកទ័របានន័យថាថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីប្រទេសបែលហ្សិកហើយតាមគេប្រាប់ខ្ញុំថាលោករៀននៅទីនេះជាប់លេខល្អរហូតដល់លេខ1លេខ2លេខ1លេខ2ហេតុអីបានលោករៀនមកកែមែនបាទការរៀនហ្នឹងនិយាយទៅដោយសារខ្ញុំគិតថាជាកូនខ្មែរពេលចេញទៅក្រៅដោយយើងទៅយើងឃើញអ្វីល្អតាំងពីសភៅតាំងពីអីជឿមានចិត្តត្រេកត្រអាលមែនទែនហើយមួយទៀតថាក្នុងនៅពេលដែលចេញទៅគឺធ្វើអ្មិចដើម្បីពំនាំទៅរឿងល្អមកកម្ពុជាយើងវិញអញ្ចឹងដើម្បីឲ្យគេស្គាល់គឺការរៀនគឺត្រូវអានឲ្យបានច្រើនបាទខ្ញុំបានអានច្រើនណាស់ជួនកាលមួយយប់ខ្ញុំសម្រាប់បានតែ3ម៉ោង4ម៉ោងអីទេគឺក្រៅពីគេងក្រៅពីញ៉ាំបាយគឺខ្ញុំអានសភៅខ្ញុំសិក្សាស្រាវជ្រាវទាំងអស់តែម្ដងបាទហើយនៅក្នុងនៅពេលរៀនចំណាត់ថ្នាក់អញ្ចឹងមែនអត់ទេលោកទទួលបានលេខ1លេខ2ចំណាត់ថ្នាក់ចូលដំបូងយើងរៀងមិនទៅគ្រាន់បើទេប៉ុន្តែនៅពេលដែលចូលរៀនបានមួយឆមាស2ឆមាសគឺខ្ញុំបានឡើងរហូតដល់ទី1និង2ឆ្លាស់ឈ្នះជាមួយនឹងជនជាតិនិស្សិតនៅប្រទេសបែលហ្សិកតែម្ដងលោកចង់មានប្រសាសន៍ថាថ្នាក់បណ្ឌិតឬមួយក៏អនុបណ្ឌិតឬមួយក៏ទាំងពីរហ្នឹងលោកតែងតែទទួលបានលេខ1លេខ2ឆ្លាស់គ្នាតែម្ដងនៅក្នុងថ្នាក់បណ្ឌិតតែម្ដងពួកខ្ញុំមានចេះមួយព្រោះការរៀនទៅកាន់តែខ្ពស់ខ្ញុំរៀនកាន់តែឈានទៅបានលេខកាន់តែល្អមូលហេតុអីលោកអាចបញ្ជាក់បានមូលហេតុគឺប្រហែលជាដោយសារបរិស្ថានខាងក្រៅដែរព្រោះកាលខ្ញុំមករៀនថ្នាក់ Bachelor នេះខ្ញុំអត់មានធនធានអីនិយាយទៅមកហ្នឹងឲ្យតែឪពុកម្ដាយឲ្យមករៀនហ្នឹងខ្ញុំមែនទេហើយអញ្ចឹងទី1គិតមួយអំពីរៀនមួយទៀតគិតអំពីថាត្រូវធ្វើម៉េចដើម្បីរស់បាននៅទីក្នុងភ្នំពេញបាទអញ្ចឹងឲ្យតែរៀនដល់ម៉ោង11 10កន្លះហ្នឹងចាប់ដល់20មិនដឹងទៅដល់ផ្ទះវិញបានអីហូបហ្នឹងហើយចឹងការគិតចឹងដល់ពេលបរិស្ថានហ្នឹងវាគៀបសង្កត់យើងខ្លាំងពេកយើងរៀនដែរគ្រាន់បើដែរប៉ុន្តែអត់ពូកែដូចពេលមករៀន Master ទៅរៀនថ្នាក់ Doctor ទេបាទលោកបង្រៀនអ្វីដែរនៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកនៅទីនោះគេបានឲ្យថ្នាក់គេបានទៅសេអ៊ីមែលមកខ្ញុំហើយត្រូវឲ្យខ្ញុំប្រហាត់មុខជាសេដ្ឋកិច្ចទាំង macro សេដ្ឋកិច្ចទាំង micro សេដ្ឋកិច្ចហើយលើពីនេះទៀតគេក៏បានលើកទឹកចិត្តឲ្យខ្ញុំធ្វើការសិក្សាស្រាវជ្រាវដើម្បីឈានដល់ការបោះពុម្ពថែមទៀតដើម្បីជាទី1ដើម្បីជាប្រយោជន៍របស់ខ្ញុំផងហើយដើម្បីប្រយោជន៍ដល់សហគមន៍អ្នកស្រាវជ្រាវជាអន្តរជាតិផងបាទហើយនឹងធ្វើកិច្ចការដទៃទៀតដូចជា community service នៅសហរដ្ឋអាមេរិកហ្នឹងក៏នឹងអាចធ្វើទៀតដែរគេបានរកតំណែងទំនងជាមួយសាកលវិទ្យាល័យធំដើម្បីឲ្យខ្ញុំទៅធ្វើ lecture មួយចំនួនជា public lecture ទៅតាមជំនាញរបស់ខ្ញុំផងដែរបាទប៉ុន្តែលោកបង្រៀន macro សេដ្ឋកិច្ចឬមួយក៏ micro សេដ្ឋកិច្ចហ្នឹងចង់និយាយពីសេដ្ឋកិច្ចពិភពលោកតែម្ដងឬមួយក៏សេដ្ឋកិច្ចសហរដ្ឋអាមេរិកឬមួយក៏សេដ្ឋកិច្ចប្រទេសកម្ពុជាយើងសូមអរគុណបងតាក់ទងជាមួយបរិញ្ញានេះមុនដំបូងគឺយើងធម្មតាយើងតែងតែប្រហាត់ពីទ្រឹស្ដីសិនហើយបាទពីតាក់ទងមួយទ្រឹស្ដីគឺទៅនឹងជាទូទៅសេដ្ឋកិច្ចទូទៅទេក៏ប៉ុន្តែ
ក្នុងការបរៀនដើម្បីឲ្យកូនសិស្សអាចយល់បានគឺយើងនឹងទាញ application ទៅលើប្រទេសដទៃទៀតហើយដោយសារខ្ញុំមកពីកម្ពុជាប្រហែលជាអាចទាញ application អំពីការប្រើប្រាស់សេដ្ឋកិច្ចនៅកម្ពុជានៅអាស៊ាននៅអីចឹងមួយចំនួនដែរបាទដោយសារខ្ញុំក៏កំពុងតែសរសេរអត្ថបទតាក់ទងជាមួយនឹងសកម្មភាពសេដ្ឋកិច្ចនៅអាស៊ានដែរគឺជាពិសេសគឺសរសេរអំពីកត្តាតាក់ទាញវិនិយោគពីអឺរ៉ុបចូលមកក្នុងអាស៊ានចង់មើលថាតើគាត់មកប្រទេសណាខ្លាំងខ្លះហើយកត្តាអីខ្លះដែលជំរុញឲ្យវិនិយោគរបស់គាត់ចូលមកក្នុងអាស៊ានហើយចូលក្នុងប្រទេសណាដែលគាត់ដែលទទួលបានវិនិយោគច្រើនជាងគេមកពីអឺរ៉ុបនោះ សូមអរគុណលោកសឹងរ៉េតជាអ្នកកម្មការបាន បាទខ្ញុំសូមអរគុណបាទ ទស្សនៈអន្តរជាតិ រដ្ឋាភិបាលអ៊ីតាលីបានប្រកាសភាពអាសន្ននៅក្នុងតំបន់រងគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី24ខែសីហាដែលបានឆក់យកជីវិតមនុស្សចំនួន200នាក់មកហើយនោះការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្តធ្វើយ៉ាងសស្រាក់សស្រាំបើទោះបីជាក្តីសង្ឃឹមថានៅមានជីវិតកាន់តែធ្លាក់ចុះទៅហើយនោះទន្ទឹមនឹងការជួយសង្គ្រោះក៏មានការរិះគន់គុណភាពអគារដែលទើបសាងសង់និងបានបាក់សង្កត់រលំមនុស្សខណៈអគារបុរាណមិនសូវជារងការខូចខាតឡើយសូមស្ដាប់ការបកស្រាយរបស់លោកតនច័ន្ទរិទ្ធិរា គណៈរដ្ឋមន្ត្រីអ៊ីតាលីបានអនុម័តដាក់តំបន់នៃរងគ្រោះខ្លាំងជាងគេដោយគ្រោះរំជួយដីក្នុងស្ថានភាពអាសន្នហើយស្របពេលដែលការរុករកអ្នករស់រានមានជីវិតនៅតែបន្តធ្វើបើទោះជាមិនសូវមានសង្ឃឹមក៏ដោយជាមួយគ្នានេះនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi ក៏បានប្រកាសផ្តល់ជំនួយបន្ទាន់ចំនួន50លានអឺរ៉ូសម្រាប់កសាងតំបន់រងគ្រោះឡើងវិញចំពេលមានការរិះគន់ចំពោះគុណភាពអគារដែលមិនបានប្រើបច្ចេកទេសការពារគ្រោះថ្នាក់មកទល់ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងតែព្យាយាមគោះកកាយសំណល់អគារដែលដួលរលំដើម្បីស្វែងរកអ្នកដែលកប់ក្រោមអគារទាំងនោះបន្ទាប់ពីចំនួនអ្នកស្លាប់ដោយគ្រោះរំជួយដីបានកើនដល់250នាក់និងច្រើនជាង360នាក់ទៀតរងរបួសយ៉ាងណាក្តីក្តីសង្ឃឹមថាអ្នកនៅមានជីវិតកាន់តែតិចទៅត្បិតរលករញ្ជួយនៅតែបន្តកាត់ឡើងដែលរឿងនេះក្លាយជាឧបសគ្គដ៏ធំក្នុងប្រតិបត្តិការជួយសង្គ្រោះសូមរំលឹកថារំជួយដីកម្រិត 6.2 រិចទ័របានវាយប្រហារភាគកណ្ដាលអ៊ីតាលីកាលពីល្ងាចថ្ងៃទី24ខែសីហារញ្ជួយដីដ៏ខ្លាំងនេះធ្វើឲ្យរង្គើដល់ទីក្រុងបូឡេញ៉ានៅភាគខាងជើងនិងទីក្រុងណេផលនៅភាគខាងត្បូងដែលទីក្រុងទាំងពីរនេះមានចម្ងាយច្រើនជាង200គីឡូម៉ែត្រពីចំណុចកណ្ដាលនៃរញ្ជួយដីតំបន់អាល់ម៉ាទ្រីស អាខ្យូម៉ូលីនិងអាខ្វាតាដេត្រនតូជាតំបន់ដែលរងគ្រោះខ្លាំងជាងគេពីគ្រោះរំជួយដីលើកនេះគ្រាន់តែតំបន់អាម៉ាទ្រីសតែមួយមានចំនួនអ្នកស្លាប់ច្រើនជាង200នាក់ទៅហើយក្រុមអ្នកជួយសង្គ្រោះប្រហែល 5000 នាក់កំពុងប្រឈមមុខនឹងការលំបាកក្នុងការរុករកអ្នកបាត់ខ្លួនត្បិតតំបន់ដែលរងការវាយប្រហារដោយរញ្ជួយដីនេះជាតំបន់ភ្នំខ្ពស់សារព័ត៌មាន CNN ផ្សាយថាអគារដែលបាក់រលំបានរាំងខ្ទប់ដំណើរការជួយសង្គ្រោះដោយកំទេចកំទីអគារទាំងអស់បានធ្លាក់រាយប៉ាយពីពេញផ្លូវដែលតូចយ៉ាងអៀតសັບទៅហើយនៅទីក្រុងបុរាណទាំងនេះទន្ទឹមគ្នានេះឧបករណ៍ជួយសង្គ្រោះធុនធ្ងន់ក៏ទើបទៅដល់តំបន់រងគ្រោះនៅថ្ងៃទី2នៃប្រតិបត្តិការជួយសង្គ្រោះប៉ុណ្ណោះដោយស្ថិតក្នុងភូមិសាស្ត្រតំបន់ភ្នំទីក្រុងនិងភូមិជាច្រើនបានដាច់ការតាក់ទងជាមួយអ្នកខាងក្រៅដោយសារបំណាក់ដីបានកាត់ផ្តាច់ផ្លូវទៅកាន់តំបន់ទាំងនោះការជួយសង្គ្រោះភាគច្រើនធ្វើឡើងដោយដៃឧបករណ៍កសិកម្មដើម្បីទម្លុះជញ្ជាំងថ្មដួលរលំស្វែងរកអ្នកមានជីវិតបន្ថែមពីលើការផ្តល់ជំនួយបន្ទាន់50លានអឺរ៉ូនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi ក៏បានប្រកាសលុបចោលការយកពន្ធសម្រាប់ប្រជាជនក្នុងតំបន់រងគ្រោះផងដែរបន្ទាប់ពីមានការរិះគន់លើគុណភាពនៃអគារនៅក្នុងគ្រោះរញ្ជួយដីនេះប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីតាលីនិយាយដែរថាវាដូចជាមិនសមហេតុផលទេដែលគិតថាអ៊ីតាលីអាចកសាងអគារដែលអាចការពាររញ្ជួយដី 100% នោះនៅក្រោយគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្ស250នាក់មានការរិះគន់ជាច្រើនជំវិញសំណង់អគារដែលបានបាក់រលំតំបន់នៃរងការវាយប្រហារដោយរញ្ជួយដីនេះត្រូវបានគេចាត់ទុកថាជាតំបន់ងាយរងគ្រោះជាងគេនៅតំបន់អឺរ៉ុបប៉ុន្តែមនុស្សជាច្រើនបានបាត់បង់ជីវិតហើយអគារជាច្រើនដែលបាក់រលំនោះត្រូវបានគេថាកសាងឡើងដោយមិនស្របតាមស្តង់ដារបច្ចេកទេសការពារអ្វីឡើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះសំណង់អគារបុរាណជាច្រើនបែរជាមិនសូវខូចខាតខ្លាំងទៅវិញជាក់ស្ដែងនោះនៅតំបន់អាម៉ាទ្រីសដែលរងគ្រោះខ្លាំងជាងគេប៉មនាឡិកាបុរាណដែលកសាងឡើងក្នុងសតវត្សទី13នៅតែឈររឹងមាំខណៈអគារផ្សេងទៀតដែលទើបតែកសាងបែរជាបាក់រលំទៅវិញយោងតាមសារព័ត៌មាន The Guardian ក្រុមអ្នករិះគន់បានលើកឡើងថាបន្ទាប់ពីគ្រោះរញ្ជួយដីក្នុងឆ្នាំ2009
រដ្ឋាភិបាលបានប្រកាសផ្តល់ទឹកប្រាក់ជិត 1000 លានអឺរ៉ូដើម្បីអភិវឌ្ឍអគារក្នុងតំបន់ទាំងនេះយ៉ាងណាមិញការផ្តល់ទឹកប្រាក់នេះមានការយឺតយ៉ាវដោយសារតែបញ្ហាការិយាធិបតេយ្យនៅក្នុងប្រទេសលោក Dario Nani មកពីក្រុមប្រឹក្សាស្ថាបត្យករអ៊ីតាលីនិយាយថានៅទីនេះដែលជាចំណុចកណ្ដាលនៃតំបន់ងាយរងគ្រោះគេមិនឃើញមានការអភិវឌ្ឍអ្វីឡើយលោកបន្តថាតាមពិតទៅវាមិនចំណាយអ្វីច្រើនទេដើម្បីកែប្រែគុណភាពអគារឲ្យស្របតាមស្តង់ដារការពាររញ្ជួយដីនោះប៉ុន្តែមានអគារ 20% ប៉ុណ្ណោះដែលត្រូវបានកសាងឡើងស្របតាមស្តង់ដារពីខ្ញុំតនចន្ទធីរាសារព័ត៌មានថ្មី.com លោកស្រីអ្នកនាងកញ្ញាកម្មវិធី Visu Online នៃសារព័ត៌មានថ្មី .com នៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំអ្នករៀបចំកម្មវិធីសូមអរគុណលោកអ្នកដែលបានចំណាយពេលតាមដានស្ដាប់កម្មវិធី Visu របស់យើងខ្ញុំនាងខ្ញុំអ្នករៀបចំកម្មវិធីសូមអរគុណលោកអ្នកដែលបានចំណាយពេលតាមដានស្ដាប់កម្មវិធី Visu របស់យើងខ្ញុំនៅពេលនេះនាងខ្ញុំញឹកស្រីលក្ខរួមទាំងក្រុមការងារសូមអរគុណសូមជម្រាបលា